ជួបគ្នាម្ដងទៀតហើយជាមួយនឹងសំណេរតែងសេចក្តីបែបបញ្យលលើនេះខ្ញុំនឹងលើកយកប្រធានតេតនអសរសិល្ប៍ម្ដងប្រធានទី1មតិ1លើកឡើងថាអក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងតថភាពសង្គមចូលស្រាយបំភ្លឺឲ្យបានក្បោះក្បាយដោយលើកយកភស្តុតាងនៅក្នុងរឿងទុំទាវមកបង្ហាញអក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងសង្គមឥឡូវនេះខ្ញុំបញ្យល់មួយសិនដើម្បីឲ្យបងប្អូនងាយយល់បាទអក្សរសិល្ប៍គឺជាស្នាដៃឬជាវណ្ណកម្មដែលបានបង្ហាញអំពីជីវិតរបស់មនុស្សឬក៏បញ្ហាសង្គមឬក៏រឿងរ៉ាវផ្សេងៗដែលបានកើតឡើងជាក់ស្ដែងហើយត្រូវបានអ្នកនិពន្ធបញ្ចូលទៅក្នុងស្នាដៃរបស់ខ្លួនដោយប្រើសិល្បវិធីឧទាហរណ៍ដូចជារឿងទុំទាវកលាប់បៃលិនការសពោនេះជាដើមហ្នឹងគឺជាអក្សរសិល្ប៍ហើយកញ្ចក់កញ្ចក់គឺសំដៅទៅលើឧបករណ៍សម្រាប់ឆ្លុះមើលមុខឯតថភាពគឺសំដៅទៅលើភាពពិតជាក់ស្ដែងដែលបានកើតឡើងនៅក្នុងសង្គមណាបាទចំណែកត្រង់ពាក្យវិជាបបធានគេឲ្យយើងស្រ័យបំភ្លឺហើយស្រ័យបំភ្លឺហ្នឹងគេឲ្យយើងលើកយកភស្តុតាងនៅក្នុងរឿងទុំទាវដូច្នេះបងប្អូនត្រូវលើកយករឿងទុំទាវមកបង្ហាញដើម្បីយកមកគាំទ្រកុំឲ្យខាតពេលឥឡូវមកមើលខ្លឹមសារដែលខ្ញុំសរសេរបន្តិចអក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងតថភាពសង្គមអក្សរសិល្ប៍បានលាតត្រដាងនៅរឿងរ៉ាវដែលបានកើតឡើងនៅក្នុងសង្គមដូចជារបបដឹកនាំផ្នត់គំនិតប្រពៃណីទំនៀមទម្លាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាដើមត្រង់នេះមានន័យថាអ្នកនិពន្ធបានបញ្ចូលនៅទិដ្ឋភាពគ្រប់យ៉ាងដែលខ្លួនធ្លាប់ជួបទៅក្នុងស្នាដៃតែនិពន្ធតាមមនោគតិរបស់ខ្លួនមនោគតិតកតនឹងការស្រមើស្រមៃរបស់អ្នកនិពន្ធហើយខ្ញុំបានធ្វើព្រៀងសេចក្តីខ្លះៗដែរដើម្បីជាគំនិតសម្រាប់បងប្អូនយកទៅសរសេរពាក្យកន្លឹះខ្ញុំយក3ពាក្យគឺអក្សរសិល្ប៍កញ្ចក់ហើយនិងតថភាពអក្សរសិល្ប៍យើងអាចបញ្យល់បានថាជាស្នាដៃឬក៏ជាវណ្ណកម្មដែលចងក្រងអំពីបញ្ហាជីវិតឬបញ្ហាសង្គមដែលបានកើតឡើងពិតប្រាកដទៅក្នុងស្នាដៃកញ្ចក់សំដៅទៅលើឧបករណ៍សម្រាប់ឆ្លុះឬឆ្លុះមើលមុខជាដើមហើយតថភាពគឺជាភាពពិតជាក់ស្ដែងដែលបានកើតឡើងមែនសម្រាប់បំណក់ស្រាយយើងត្រូវលើកយកឧទាហរណ៍នៅក្នុងរឿងទុំទាវតែម្ដងព្រោះអីប្រធានមួយយើងគេឲ្យលើកតែរឿងទុំទាវទេចំណុចទី1គឺការអប់រំសម័យលង្វែកកូនប្រុសបើចង់បានចំណេះដឹងត្រូវបួសរៀនកូនស្រីត្រូវចូលម្លប់នេះគឺជារបៀបអប់រំសម័យបុរាណហើយកំណត់នេះយើងអាចយកទៅពង្រីកដើម្បីគ្រប់គ្រងប្រធានយើងចំណុចមួយទៀតគឺទំនៀមទម្លាប់ប្រពៃណីនិងផ្នត់គំនិតទាក់ទងនឹងការឬគូសកលកូនស្រីត្រូវបានឪពុកម្ដាយជាអ្នកទុកដាក់រៀបចំនិយាយទៅនៅក្នុងសម័យបុរាណគឺការសម្រេចចិត្តឬការរៀបចំគូសកលគឺឪពុកម្ដាយគឺជាអ្នកទំនុកបម្រុងទាំងអស់ហើយមួយទៀតគឺទស្សនៈនំមិនធំជាងនាឡជាទស្សនៈមួយដែលគេហៅថាគឺកូនគឺមិនអាចធំជាពុកម្ដាយទេហើយបើយើងចង់បន្ថែមទៀតទៅទៅនឹងការទស្សទាយទៅទៅជាមួយនឹងការរៀបមង្គលការជាទីចែកចែវអីផ្សេងៗបងប្អូនអាចលើកបន្ថែមមកខ្ញុំលើកប៉ុណ្ណេះទេយ៉ាងបើសិនជាបងប្អូនមានកំណត់លើសនឹងទៀតបន្ថែមទៀតទៅណាបាទចំណុចបន្តទៀតគឺរបបដឹកនាំនិងនយោបាយក្នុងនេះខ្ញុំលើកអំពីការប្រកាន់របបប្រជានិយមផ្ដាច់ការសក្តិភូមិស្ដេចត្រាញ់មានសិទ្ធិអំណាចធំដូចជាអជួនជាដើមមួយទៀតគឺភូមិសាស្ត្រទឹកដីក្នុងរឿងទុំទាវនោះដែរគឺអ្នកនិពន្ធបានពណ៌នាអំពីធម្មជាតិនានាមានដូចជាព្រៃឈើដើមឈើតូចធំឬបុប្ផានានាណាបុប្ផានេះមានន័យថាផ្កាហើយនឹងមានបង្ហាញពីឈ្មោះខេត្តមួយចំនួនដូចជាខេត្តបាភ្នំត្បូងឃ្មុំឬខេត្តទទឹងថ្ងៃនិងក្រុងលង្វែកជាដើមណាបាទនេះគឺជាគំនិតដែលខ្ញុំរៀបចំដើម្បីយកមកបកស្រាយបើសិនជាបងប្អូនមានគំនិតល្អជាងអ្វីដែលខ្ញុំបង្ហាញនេះណាបងប្អូនអាចលើកឧទាហរណ៍ចូលមកកុំភ័យកុំខ្លាចខុសហាត់សរសេរទៅនឹងធ្វើយើងកាន់តែល្អជាងហ្នឹងណាសម្រាប់មេរៀនបន្ថែមបងប្អូនអាច scan លើ QR code នេះទៅដើម្បី join Telegram channel របស់ខ្ញុំហើយនឹងឃើញមេរៀនទាំងអស់ហ្នឹងហើយឬក៏ចូលទៅក្នុង Facebook page ដែលមានឈ្មោះថានាទីអក្សរសាស្ត្រខ្មែរហើយ follow មួយទៅហើយនៅក្នុង YouTube ខ្មែរ Learning ឬវាសនាបងប្អូនចុច subscribe ឬជាមួយទៅនឹងទទួលបាននៅវីដេអូថ្មីៗបន្តទៀតដែលខ្ញុំនឹងព្យាយាមធ្វើជារៀងរាល់សប្តាហ៍ឥឡូវកុំឲ្យខាតពេលចូលមកដល់ប្រធានយើងតែម្ដងប្រធានទី1មតិមួយលើកឡើងថាអក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងតថភាពសង្គមចូលស្រាយបំភ្លឺឲ្យបានក្បោះក្បាយដោយលើកយកភស្តុតាងនៅក្នុងរឿងទុំទាវមកបង្ហាញបាទនេះខ្ញុំសរសេរជាអត្ថបទតែម្ដងដើម្បីជំនួយដល់បងប្អូនបើសិនជាបងប្អូនមានកំណត់អីចង់ថែមថយទៀតអាចថែមបានណាអញ្ចឹងត្រង់ដែលខ្ញុំ select នេះវាគឺជាលំនាំបញ្ហាខ្ញុំអានជូនបន្តិចណាជាការពិតណាស់គេអាចដឹងនិងស្គាល់ព្រឹត្តិការណ៍ដែលកន្លងហួសទៅយ៉ាងច្បាស់តាមរយៈការសិក្សាពីប្រវត្តិសាស្ត្រដោយឡែកអក្សរសិល្ប៍ក៏បានបង្ហាញយ៉ាងច្រើនផងដែរទាក់ទងទៅនឹងហេតុការណ៍សង្គមរបៀបរស់នៅរបស់ប្រជាជនផ្នត់គំនិតប្រពៃណីទំនៀមទម្លាប់រួមទាំងរបរចិញ្ចឹមជីវិតរបស់មនុស្សផងដែរនិយាយឲ្យខ្លីទៅគេអាចស្គាល់នៅតម្លៃវប្បធម៌របស់មនុស្សជាតិតាមរយៈការសិក្សាឬអានអក្សរសិល្ប៍នេះឯងបាទត្រង់នេះគឺលំនាំបញ្ហា
ហើយយើងខាន់ដក clear មកយើងចូលទៅក្នុងចំណូលបញ្ហាបងប្អូនត្រូវលើកយកមតិប្រធានមកវិញហើយប្រើអភ័ន្តរសញ្ញានៅជុំវិញមតិប្រធានផងដោយមើលឃើញបែបនេះហើយទើបមានមតិមួយអះអាងថាអក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងតថភាពសង្គមខាន់ទៅចូលបន្ទាត់យើងចូលទៅដល់ចំណុចបញ្ហាតើមតិខាងលើនេះចង់និយាយអំពីអ្វីយើងចប់ផ្ដើមសេចក្តីហើយយើងចូលដល់តួសេចក្តីខ្ញុំរំលឹកឡើងវិញបន្តិចគឺយើងត្រូវមាន clear ភ្ជាប់សេចក្តីពន្យល់ពាក្យកន្លឹះពន្យល់ន័យប្រធាននិងបំណកស្រាយរួមទាំងសរុបសេចក្តីផងដែរត្រង់ខ្ញុំសលេចនេះគឺ clear ភ្ជាប់សេចក្តីដើម្បីជាស្ពានចម្លងទៅដល់ការបកស្រាយប្រធានបទនេះឲ្យកាន់តែក្បោះក្បាយជាបឋមគួរកបីយល់នៅពាក្យកន្លឹះសំខាន់ជាមុនសិនដូចជាអក្សរសិល្ប៍កញ្ចក់និងតថភាពជាដើមខាន់មកបន្ទាប់មកយើងចូលដល់បញ្យល់ពាក្យកន្លឹះត្រឹមនេះមកហើយបងប្អូនសង្កេតមើលរបៀបសរសេរបញ្យល់ពាក្យកន្លឹះគេសរសេរយ៉ាងម៉េចណាឥឡូវតាមដានទាំងអស់គ្នាពាក្យអក្សរសិល្ប៍សំដៅលើវណ្ណកម្មឬស្នាដៃរឿងរ៉ាវដែលមានលក្ខណៈជាប្រឡំលោកជាការច្នៃប្រឌិតរបស់អ្នកនិពន្ធជួនកាលផ្អែកលើព្រឹត្តិការណ៍សង្គមហើយបង្កប់នៅឧត្តមគតិសម្រាប់អ្នកអានទូទៅទៀតផងរីឯពាក្យមួយទៀតគឺកញ្ចក់ជាវត្ថុម្យ៉ាងសម្រាប់ឆ្លុះមើលមុខចំណែកឯតថភាពមានន័យថាភាពពិតដែលបានកើតឡើងនៅក្នុងជីវភាពរស់នៅរបស់មនុស្សឥឡូវបងប្អូនមើលណាតើតើនឹងបញ្យល់ពាក្យកន្លឹះបងប្អូនត្រូវមានអភ័ន្តរសញ្ញាដូចខ្ញុំនេះឃើញទេបាទនេះហើយចាប់បញ្យល់ពាក្យកន្លឹះហើយយើងចូលដល់បញ្យល់នៃប្រធានបញ្យល់នៃប្រធាននេះគឺយើងបញ្យល់ខ្លីៗទៅបានហើយខ្លីខ្លឹមខ្លាំងតាមនៃប្រធានខាងលើគេចង់និយាយថារឿងឬវណ្ណកម្មតែនិពន្ធនានាសុទ្ធសឹងតែយករឿងរ៉ាវនៅក្នុងសង្គមមកសរសេរដែលធ្វើឲ្យអ្នកអានអ្នកសិក្សាស្គាល់នៅសង្គមនោះយ៉ាងច្បាស់ចាប់បញ្យល់នៃប្រធានហើយយើងចូលបកស្រាយតែម្ដងបកស្រាយខ្ញុំសលេចជូនទៅតាមកថាខណ្ឌមួយមុននឹងចូលដល់កំណត់សំខាន់យើងបកស្រាយទូទៅសិនទាក់ទងរឿងទំទាសិនមកតោះតាមដានទាំងអស់គ្នាសង្គមតែងមានការវិវត្តឥតឈប់ឈររហូតមកដល់បច្ចុប្បន្ននេះបើនិយាយទៅសម័យកាលប្រវត្តិសាស្ត្ររបស់ប្រទេសខ្មែរមាន4ធំគឺសម័យមុនអង្គរសម័យកណ្ដាលនិងសម័យបច្ចុប្បន្ននៅក្នុងសម័យកណ្ដាលក៏មានសម័យតូចៗទៀតដែរដូចជាសម័យលង្វែកនិងសម័យឧដុង្គជាដើមដោយឡែកនៅក្នុងសម័យលង្វែកមានរឿងរ៉ាវស្នេហាដ៏ផ្អែមល្ហែមមួយរវាងកំឡោះក្រមុំ2នាក់ដែលបដូរផ្ដាច់នឹងគ្នាលុះអវសាននៃជីវិតរៀងខ្លួនរឿងរ៉ាវនេះត្រូវបានព្រះភិក្ខុសោមចងក្រងតាក់តែងជាស្នាដៃអក្សរសិល្ប៍កំណាព្យដ៏រស់រវើកដែលបានលាតត្រដាងឲ្យឃើញពីធាតុពិតនៃសង្គមនាសម័យកាលនោះគឺរឿងទុំទាវបាទនេះយើងសេពីភាពទូទៅតិចមកតើមកយើងចូលដល់លម្អិតតែម្ដងដើម្បីគ្រប់គ្រងប្រធានបទរបស់យើងខ្ញុំសិលេចប៉ុណ្ណេះសិនក្រោយពីបានសិក្សារឿងទុំទាវរួចមកគេសង្កេតឃើញថាខ្មែរនៅសម័យនោះបានប្រកាន់ប្រពៃណីដ៏តឹងតែងនិងចង្អៀតចង្អល់ចំពោះកូនប្រុសស្រីជាក់ស្ដែងគេអាចទទួលបាននៅធាតុពិតនៅក្នុងសង្គមនោះដូចជាជំនឿសាសនាការបួសរៀនពិធីចូលម្លប់ការប្រកាន់ទស្សនៈនំមិនធំជាងនាឡិការឲ្យតម្លៃទៅលើមាសប្រាក់ការប្រើអំណាចស្ដេចត្រាញ់ឬអំណាចផ្ដាច់ការនិងរបបនយោបាយផងដែរនៅក្នុងសម័យនោះពុំមានសាលារៀនសម្រាប់ឲ្យកូនប្រុសកូនស្រីសិក្សារួមគ្នាទេគេសង្កេតឃើញថាព្រះពុទ្ធសាសនាមានឥទ្ធិពលយ៉ាងខ្លាំងក្លាទៅលើសង្គមនិងផ្នត់គំនិតរបស់ប្រជាជនហើយវត្តអារាមជាឃ្លាំងផ្ទុកនៅចំណេះដឹងដ៏ទូលំទូលាយមួយបាទយើងបន្តទៅមុខទៀតជាការពិតណាស់កូនប្រុសចាំបាច់ត្រូវតែបួសរៀននិងស្វែងរកចំណេះវិជ្ជាទើបគេចាត់ទុកថាជាបរិសុទ្ធគ្រប់លក្ខណៈបើមិនដូច្នោះទេនឹងត្រូវគេមើលងាយមើលថោកជាក់ជាមិនខានតួយ៉ាងតួអង្គទុំបានបួសរៀនរហូតដល់ពេញវ័យហើយបានរៀនចេះនៅវិធីស្មូតដ៏ពិរោះក្រៅពីនេះមានបង្រៀនវិជ្ជាជីវៈនានាដូចជាធ្វើតោកជាដើមចំណែកឯពេជ្រវិញមានជំនាញផ្លុំប៉ីបន្ថែមពីនេះដោយសារស្ថានភាពប្រទេសមានភាពក្រីក្រក៏ធ្វើឲ្យប្រសង់ដល់ថ្នាក់ចេះលក់ដូរទៀតផងជាក់ស្ដែងនេនទុំនិងនេនពេជ្រ
បានបរទេសពីខេត្តបាភ្នំរហូតដល់ខេត្តត្បូងឃ្មុំដើម្បីលក់តោកនិងប្រើជំនាញបន្តិចបន្តួចដើម្បីចិញ្ចឹមជីវិតក្រៅពីនេះខ្មែរនៅសម័យនោះគឺគេថែរក្សានិងថ្នមកូនស្រីខ្លាំងណាស់នៅពេលដល់វ័យគ្រប់ការពួកគេត្រូវតែចូលមកលុបក្នុងបំណងដើម្បីអប់រំបន្ទន់ចិត្តឲ្យចេះជំនាញនានាដូចជាវិធីធ្វើម្ហូបរបៀបចិញ្ចឹមកូនការមើលថែផ្ទះសម្បែងរៀនច្បាប់ស្រីនិងត្រៀមរៀបរកពាឲ្យសមជាស្ត្រីគ្រប់លក្ខជាដើមនិយាយឲ្យខ្លីទៅគឺវិជាមេផ្ទះនេះឯងប្រពៃណីនេះគេអាចមើលឃើញតាមរយៈតួអង្គនាងទាវនេះតែម្ដងបាទនេះខ្ញុំលើកអំពីការអប់រំនៅក្នុងសម័យលង្វែកគឺកូនប្រុសត្រូវបួសរៀនហើយកូនស្រីត្រូវចូលម្លប់ឥឡូវខ្ញុំបកស្រាយបន្តទៀតអត់អស់ទេបន្ថែមប៉ុណ្ណេះកថាខណ្ឌទៀតដល់ពេលពេញក្រមុំនាងទាវត្រូវបានម្ដាយរៀបចំឲ្យចូលម្លប់ដោយមិនឲ្យប៉ះពាល់ពន្លឺថ្ងៃឬជួបមុខមនុស្សប្រុសឡើយហើយមិនត្រឹមតែប៉ុណ្ណោះគឺហាមមិនឲ្យចុះដីនៅពេលថ្ងៃទៀតគឺអនុញ្ញាតឲ្យចុះតែពេលយប់ប៉ុណ្ណោះដើម្បីបត់ដៃបត់ជើងនិងសម្អាតខ្លួនជាងនេះទៅទៀតនាងត្រូវរៀននៅច្បាប់ស្រីយ៉ាងខ្ជាប់ខ្ជួននិងត្រូវប្រកាន់ចរិតជាមនុស្សស្រីដែលខ្មែរយើងតែងតែហៅថានារីគ្រប់លក្ខហើយយើងចាប់បកស្រាយកន្លែងការអប់រំសម័យបុរាណហើយដល់សំខាន់ហ្នឹងចាប់ហើយយើងចូលកំណត់សំខាន់មួយទៀតទាក់ទងនឹងទំនៀមទម្លាប់ប្រពៃណីផ្នែកកំណត់នំមិនធំជាងនាលមួយវិញទៀតខ្មែរនៅសម័យលង្វែកគោរពប្រពៃណីខ្លាំងណាស់ប៉ុន្តែប្រពៃណីខ្លះបែរជាមានលក្ខណៈគៀបសង្កត់ទៅវិញដែលធ្វើឲ្យកូនមិនអាចទទួលយកបានជាស្ដែងតាមរយៈតួអង្គម្ដាយទាវក៏ដូចជាម្ដាយទូទៅនៅក្នុងសម័យនោះមានផ្នត់កំណត់មួយគឺនំមិនធំជាងនាលបានន័យថាអ្វីៗទាំងអស់គឺស្រេចតែឪពុកម្ដាយជាអ្នកជ្រើសរើសកូនគ្មានសិទ្ធិសម្រេចឡើយឧទាហរណ៍ម្ដាយទាវបានលើកនាងទាវទៅឲ្យមើលងួនដែលជាកូនអរជួនដោយមិនបានសួរចិត្តនាងទាវសោះឡើយនៅខណៈដែលនាងបានស្រឡាញ់ទុំរួចទៅហើយមិនត្រឹមតែប៉ុណ្ណោះក៏ថែមទាំងបញ្ជូននាងថ្វាយដល់ព្រះរាជាទៀតផងចំណុចនេះសបញ្ជាក់ឲ្យឃើញថាមេដាបិតាពិតជាមានឥទ្ធិពលខ្លាំងណាស់ក្នុងការសម្រេចចិត្តរបស់កូនគ្រប់រូបមិនថាប្រុសឬស្រីតបមកយើងចូលដល់របបនយោបាយនេះត្រឹមនេះណាបន្ថែមពីនេះគេឃើញថាអ្នកមានអំណាចតែងតែប្រើកម្លាំងគៀបសង្កត់មកលើអ្នកទន់ខ្សោយជាងខ្លួនតួយ៉ាងដូចជាអជួនជាដើមបានប្រើកម្លាំងបាយយ៉ាងចាស់ដៃទៅលើទុំដែលជាមនុស្សដ៏សាមញ្ញម្នាក់រហូតដល់បាត់បង់ជីវិតនៅក្រោមដើមពោធិ៍ចង្ខាលយ៉ាងអណោចអធមបំផុតហើយឥទ្ធិពលមាសប្រាក់បុណ្យស័ក្តិក៏ធ្វើឲ្យមនុស្សងាករេចិត្តនៅមិននឹងផងដែរដូចជាម្ដាយទាវជាដើមម្ដងលើកកូនឲ្យអជួនម្ដងលើកកូនឲ្យព្រះមហាក្សត្រទាំងនេះសុទ្ធតែកើតចេញពីអំណាចទឹកប្រាក់នេះឯងបន្ថែមពីនេះគេអាចសង្កេតឃើញទៀតថាប្រទេសកម្ពុជាក្នុងសម័យនោះប្រកាន់នៅរបបរាជានិយមផ្ដាច់ការគ្មាននរណាហ៊ានប្រឆាំងនឹងព្រះរាជាឡើយបើប្រឆាំងនឹងកាត់ទោសប្រហារជីវិតជាដើមទាក់ទងនឹងរបបនយោបាយនេះខ្ញុំមានប៉ុណ្ណឹងហើយមួយទៀតទាក់ទងជាមួយនឹងភូមិសាស្ត្រទឹកដីតាមរយៈរឿងទុំទាវសំខាន់ជាងនេះទៅទៀតនៅក្នុងរឿងទុំទាវនេះដែរក៏បានលាតត្រដាងយ៉ាងច្បាស់នៅភូមិសាស្ត្រទឹកដីធម្មជាតិនានាដូចជាខេត្តបាភ្នំនិងខេត្តត្បូងឃ្មុំទៀតផងហើយមិនត្រឹមតែប៉ុណ្ណោះអ្នកអានអ្នកសិក្សាទាំងឡាយបានស្គាល់ដល់ក្រុងលង្វែកទៀតព្រមទាំងទីតាំងដែលទុំបានបួសរៀនគឺនៅវត្តវិហារធំដែលបច្ចុប្បន្ននេះស្ថិតនៅក្នុងស្រុកបាភ្នំខេត្តព្រៃវែងតែម្ដងហើយយើងចប់បកស្រាយហើយយើងចូលដល់សរុបសេចក្តីខ្ញុំសូមបញ្ជាក់បន្តិចណាទាក់ទងនឹងការបកស្រាយបងប្អូនអាចលើកបន្ថែមទៀតទាក់ទងជាមួយនឹងការទូទាយពិធីរៀបមង្គលការអីបានណាក្នុងនេះខ្ញុំអត់បានលើកទេអញ្ចឹងបងប្អូនយល់ហើយអាចសរសេរបន្ថែមទៅដើម្បីឲ្យកាន់តែបោះក្បាយតោះយើងចូលបន្តចូលដល់សរុបសេចក្តីសរុបមកអក្សរសិល្ប៍បានដើរតួនាទីយ៉ាងសំខាន់ក៏ដូចជាផ្ដល់ព័ត៌មាននិងហេតុការណ៍នៅក្នុងសង្គមជាក់ស្ដែងនៅក្នុងរឿងទុំទាវរបស់ព្រះភិក្ខុសោមបានបង្ហាញឲ្យឃើញនៅសង្គមសម័យលង្វែកដូចជាការគោរពព្រះពុទ្ធសាសនាការបួសរៀនការចូលម្លប់និងចេញម្លប់របស់កូនស្រីការប្រកាន់ប្រពៃណីដ៏តឹងតែងនិងទីតាំងភូមិសាស្ត្រនានាជាដើមហើយក៏បង្ហាញពីទស្សនៈនិងផ្នត់គំនិតរបស់ខ្មែរនាសម័យកាលនោះដែរយើងចប់តួសេចក្តីហើយយើងចូលទៅបញ្ចប់តែម្ដងខ្ញុំសិលេចបន្តត្រង់នេះគឺបញ្ចប់សេចក្តីហើយនេះគឺវាតម្លៃយោងតាមការបកស្រាយយ៉ាងក្បោះក្បាយនេះគេអាចវិយតម្លៃបានថាអតិប្រធានខាងលើពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ក្រាស់រំលឹកដល់អ្នកសិក្សាទាំងឡាយឲ្យចាប់អារម្មណ៍អានអក្សរសិល្ប៍ឲ្យបានច្រើនដើម្បីទទួលបានចំណេះនិងព្រឹត្តិការណ៍នានាដែលបានកើតឡើងនៅក្នុងសង្គមបាទវិយតម្លៃយើងត្រូវសរសើរប្រធានយើងទៅណាបាទខណ្ឌដកលាតទៅយើងសរសេរមតិផ្ទាល់ខ្លួន
ក្នុងនាមជាពលរដ្ឋខ្មែរគួរក៏បីខិតខំសិក្សានិងរៀនសូត្រឲ្យបានជ្រៅជ្រះបន្ថែមទៀតដើម្បីកសាងសង្គមជាតិយើងឆ្ពោះទៅរកភាពរុងរឿងនាពេលអនាគតដ៏ខ្លីខាងមុខនេះបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ថាសំណេរនេះខ្ញុំសរសេរតាំងពីខ្ញុំបរៀននៅវិទ្យាល័យគូលែនស្រុកគូលែនខេត្តព្រះវិហារសំណេរនេះខ្ញុំធ្លាប់បានផលិតវីដេអូកាលពី5ឆ្នាំមុនដែរតែសារតែបច្ចេកទេសសំឡេងឬក៏បច្ចេកទេសនៃការផលិតនេះវាមានកម្រិតអញ្ចឹងខ្ញុំក៏សម្រេចចិត្តផលិតវាឡើងវិញហើយឲ្យកាន់តែច្បាស់ជាងនឹងសំឡេងកាន់តែល្អជាងនឹងបាទហើយសម្រាប់បងប្អូនដែលកំពុងភៀសសឹកឬបងប្អូនដែលពុំមានលុយឬថវិកាក្នុងការរៀនគោលបន្ថែមហ្នឹងបងប្អូនអាចចូលមើលវីដេអូរបស់ខ្ញុំទៅដើម្បីបង្កើននៅចំណេះជំនាញទាក់ទងនឹងការសរសេរឬក៏បងប្អូន scan QR code ដែលមាននៅក្នុងវីដេអូនេះណាគឺនេះជា Telegram របស់ខ្ញុំបងប្អូន scan ទៅអាច join Telegram channel របស់ខ្ញុំហើយឃើញវីដេអូខ្ញុំមានខ្ញុំនៅក្នុងហ្នឹងហើយនេះគឺជា QR code YouTube របស់ខ្ញុំបងប្អូន scan ទៅនឹងចូលទៅដល់ YouTube របស់ខ្ញុំហើយចុច subscribe មួយទៅនឹងឃើញវីដេអូជិត300វីដេអូហើយណាបាទជាចុងក្រោយនេះសូមជូនពរឲ្យបងប្អូនទាំងអស់គ្នាជោគជ័យនៅក្នុងការសិក្សានិងចេះសរសេរសំណេរទាំងអស់គ្នាអរគុណច្រើនសម្រាប់ការតាមដានជួបគ្នានៅក្នុងវីដេអូបន្ទាប់